ថៃបានសម្រេចជាឯកតោភាគីបិទច្រករបៀងព្រំដែនជាមួយកម្ពុជាកាលពីថ្ងៃសៅរ៍ទី7 ខែមិថុនាខណៈច្រកទ្វារអន្តរជាតិនៅជាប់ខាងកម្ពុជាក៏ថៃដាក់កំហិតម៉ោងចេញចូលផងដែរការសម្រេចជាឯកតោភាគីរបស់ថៃបែបនេះធ្វើឡើងបន្ទាប់ពីយោធាថៃបានបើកការបាញ់ប្រហារមកលើទាហានកម្ពុជាស្លាប់ម្នាក់នៅត្រង់ចំណុចមុំ3ក្នុងខេត្តព្រះវិហារអ្នកជំនាញសេដ្ឋកិច្ចនៅប្រទេសកម្ពុជាវាយតម្លៃថាថៃកំពុងបង្ករឿងនិងធ្វើឲ្យខាតប្រយោជន៍ខ្លួនឯងធ្ងន់ដោយសារតែថៃជាអ្នកលក់ទំនិញក្នុងចំនួនដ៏ច្រើនដល់កម្ពុជាអតីតនាយករដ្ឋមន្ត្រីកម្ពុជាលោកហ៊ុនសែនលើកឡើងថាពាណិជ្ជករថៃត្រូវសួរទៅរដ្ឋាភិបាលរបស់ខ្លួនក្នុងករណីមិនអាចនាំទំនិញចូលកម្ពុជាបានអ្នកជំនាញផ្នែកសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជាលោកបណ្ឌិតគីសេរីវត្តក៏សម្គាល់ថាភាគីថៃជាញឹកញាប់បង្កបញ្ហាជាមួយកម្ពុជាដោយធ្វើការបើកបិទព្រំដែនតាមតែអំពើចិត្តចំពោះការបិទច្រកព្រំដែនរបស់ថៃនេះថៃជាទូទៅតែងតែធ្វើទាំងបំពេញបាទដោយយើងជាប្រទេសជិតខាងគ្នាហើយធ្វើបង្ហាញនៅចរិតលក្ខណៈមួយដែលមិនមែនជាមិត្តភាពបាទដែលថៃកន្លងមកគឺធ្វើបែបនេះឯងចង់បើកក៏បើកទៅចង់បិទក៏បិទទៅលោកថាភាពកក្លឿនរបស់ថៃដែលបើកបិទព្រំដែនជាអត្តនោម័តនឹងបង្កការខាតបង់ច្រើនដល់ប្រទេសថៃខ្លួនឯងទៅវិញទេក៏ប៉ុន្តែខ្ញុំសូមជំរាបថាការបិទព្រំដែនរបស់ថៃនេះវាមិនបានផ្ដល់ផលប្រយោជន៍ទៅដល់ប្រទេសថៃទេផ្ទុយទៅវិញគឺជាការខាតប្រយោជន៍យ៉ាងសម្បើមដែលការដឹកចូលនៅទំនិញកសិផលទំនិញប្រើប្រាស់មួយចំនួនពីប្រទេសថៃមកកាន់ប្រទេសកម្ពុជាហើយចំណែកប្រទេសកម្ពុជាវិញយើងគឺជាប្រទេសអ្នកទិញយើងទទួលស្គាល់ថាទិញហើយយើងក៏មានជម្រើសដែរកាលណាតែថៃបិទព្រំដែនក៏យើងមានអាចទិញពីប្រទេសវៀតណាមឬក៏ខាងណាផ្សេងទៀតដូច្នេះការបិទព្រំដែននេះវាមិនបង្កផលប៉ះពាល់ធ្ងន់ធ្ងរណាមួយទៅដល់សេដ្ឋកិច្ចកម្ពុជាក្នុងរយៈពេលខ្លីទេតែផ្ទុយទៅវិញវាប៉ះពាល់ទៅដល់អាជីវកម្មរបស់ប្រទេសថៃក្នុងរយៈពេលខ្លីដូច្នេះហើយថៃមិនអាចបិទភ្លាមបានភ្លាមហ្នឹងទេបាទត្រូវតែរៀបចំផែនការយុទ្ធសាស្ត្រដើម្បីបិទទៅបានអាចធ្វើទៅបានស្រដៀងគ្នានេះដែរនាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាយលោកច័ន្ទសុផលយល់ឃើញថាការខាតបង់គឺមានសម្រាប់ភាគីទាំងពីរតែភាគីថៃនឹងខាតបង់ច្រើនជាងកម្ពុជាជាពិសេសក្នុងរដូវកាលនេះដែលជាអំឡុងពេលកម្ពុជាមិនសូវសម្បូរទំនិញកសិកម្មនាំទៅថៃខាងថៃនឹងខាតច្រើនជាងពីព្រោះយើងកម្ពុជាយើងទិញទំនិញពីថៃច្រើនហើយយើងនាំចេញទៅវិញតិចទេជាពិសេសនៅរដូវនេះតែម្ដងបាទខែ6នេះយើងមិនមានទំនិញកសិកម្មប្រមូលផលច្រើនដូចចុងឆ្នាំទេចុងឆ្នាំយើងមានពោតមានសណ្ដែកមានដំឡូងមានទំនិញផ្សេងដែលនាំចេញទៅថៃក៏ប៉ុន្តែខែ6នេះគឺយើងមិនមែនជារដូវប្រមូលផលនាំចេញអញ្ចឹងយើងមិនសូវជាប៉ះពាល់ខ្លាំងទេទោះយ៉ាងណាលោកជឿថាស្ថានភាពបើកបិទច្រកព្រំដែនខុសប្រក្រតីនេះនឹងមិនស៊ីពេលយូរទេព្រោះថៃបានយល់ពីទំហំនៃការខូចខាតបណ្ដាលមកពីចំណាត់ការរបស់ខ្លួនដោយផ្អែកទៅលើការខាតបង់ច្រើនពីដោយភាគីថៃខ្ញុំស្មានថាប្រហែលជាគេយល់រឿងនឹងដែរអញ្ចឹងការធ្វើឲ្យប៉ះពាល់ដល់ការខាតបង់ផលប្រយោជន៍ខាងសេដ្ឋកិច្ចខាងពាណិជ្ជកម្មនេះប្រហែលជាគេមិនអស់បន្លាយយូរទេអតីតនាយករដ្ឋមន្ត្រីលោកហ៊ុនសែនដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាបានលើកឡើងតាមទំព័រ Facebook ផ្លូវការរបស់លោកកាលពីយប់ថ្ងៃទី7 មិថុនាថានៅឆ្នាំ2024កម្ពុជានាំទំនិញទៅថៃជាង 1.1000 លានដុល្លារឯថៃនាំចូលមកកម្ពុជាជាង 5.2000 លានដុល្លារគឺថៃនាំចូលមកកម្ពុជាច្រើនជាង 4.1000 លានដុល្លារសម្រាប់5ខែដើមឆ្នាំនេះកម្ពុជានាំចេញទៅថៃជាង200 លានដុល្លារឯថៃនាំចូលកម្ពុជាជាង 1.5000 លានដុល្លារលោកហ៊ុនសែនទម្លាក់ការទទួលខុសត្រូវលើការខាតបង់របស់ពាណិជ្ជករថៃទៅលើរដ្ឋាភិបាលថៃខ្លួនឯងព្រោះថៃជាអ្នកសម្រេចចិត្តបិទព្រំដែនដោយឯកតោភាគីសូមរំលឹកថាការបិទច្រកព្រំដែនយ៉ាងតក់ក្រហល់ពីភាគីថៃកើតឡើងពេលភាគីកម្ពុជារក្សាជំហរដាច់ខាតមិនចរចាទ្វេភាគីលើតំបន់ទំនាស់ចំនួន4គឺតំបន់ប្រាសាទតាមាន់តូចតាមាន់ធំប្រាសាទតាក្របីនិងតំបន់មុំ3ដែលមានការប៉ះទង្គិចយោធាកាលពីចុងខែឧសភា
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គមលោកបណ្ឌិតមាសនេះមើលឃើញស្ថានភាពដែលកំពុងកើតឡើងនៅព្រំដែនកម្ពុជាថៃគឺជារឿងច្រំដែលហើយច្រើនកើតឡើងរាល់ពេលដែលអ្នកនយោបាយនិងយោធាថៃមានការខ្វែងគំនិតគ្នាលើការចាត់ចែងកិច្ចការប្រទេសជាតិវាអាចនឹងមានន័យថាអ្នកនយោបាយហើយនឹងខាងពិសេសកងទ័ពឥឡូវនេះខ្ញុំមិននិយាយអ្នកនយោបាយខ្ញុំនិយាយពីកងទ័ពកងទ័ពជាអ្នកដែលសម្រេចមកបិទដូចជារឿងនៅអូ3ជាន់ណាដែលយើងឃើញថាទាំងកយថៃក៏មិនបានដឹងរឿងហ្នឹងប៉ុន្តែទាហានថៃឈុតខ្មៅនោះបានមកទាញបារាំងព្រំដែននេះបិទដោយខ្លួនឯងដោយមិនទាំងប្រាប់អ្នកប្រចាំការនឹងផងបាទអញ្ចឹងអានឹងវាអាចជាអតិពលរវាងយោធាដែលគេត្រូវធ្វើប៉ុន្តែវាអាចដល់ពេលធ្វើទៅវាមានផលប៉ះពាល់រឿងសេដ្ឋកិច្ចរឿងអីក៏ចាប់ផ្ដើមបើកមកវិញបាទអញ្ចឹងនេះខ្ញុំមើលទៅស្ថានភាពវាមិនជារឿងថ្មីទេសម្រាប់ជាតិថៃទេបាទតែវាមិនចុះសម្រុងគ្នាតាមលោកមាសនេះពេលថៃប្រកាន់យកអេរយាប័តបិទច្រកព្រំដែនដោយឯកឯងបែបនេះអ្នកខាតធ្ងន់គឺថៃខ្លួនឯងវាជាការពិតហើយពីសប្តាហ៍ថ្ងៃនេះយើងនាំទៅថៃវាមិនដល់$1000 លានទេក្នុងមួយឆ្នាំប៉ុន្តែថៃនាំមកចូលយើងវិញគឺ5ដងណាជាង$5000 លានអញ្ចឹងចង់មិនចង់ការបិទនេះវាខាងថៃខាតច្រើនជាងខាតច្រើនខាតសន្ធឹកសន្ធាប់và ហើយយើងបើនិយាយពីរឿងការខាតបង់វិញយើងមើលត្រឹមតែកម្រិតទំនិញនាំចូលអាហ្នឹងវាប៉ុណ្្នឹងទៅហើយក៏ប៉ុន្តែបើយើងមើលពីចង្វាក់លទ្ធកម្មវិញថាតើនៅផលិតផលទាំងអស់ហ្នឹងមុននឹងបានសម្រេចឲ្យដឹកចេញយកមកលក់ប្រទេសខ្មែរនេះវាប៉ះពាល់ដល់ពលរដ្ឋថៃប្រមាណមានអ្នកទៀតយ៉ាងណាក្តីផ្នែកខ្លះនៃចរន្តទ្រទ្រង់សេដ្ឋកិច្ចកម្ពុជាដូចជាវិស័យទេសចរអាចរងសម្ពាធក្នុងករណីថៃបិទច្រកអន្តរជាតិធំៗដូចយ៉ាងច្រកប៉ោយប៉ែតនេះបើតាមលោកច័ន្ទសុផលនាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាយក្នុងករណីដែលមានការបិទព្រំដែនច្រកអន្តរជាតិធំៗឧទាហរណ៍ដូចជាច្រកប៉ោយប៉ែតក៏នឹងធ្វើឲ្យមានការប៉ះពាល់ផងដែរទៅដល់វិស័យទេសចរដោយសារមានទេសចរមួយចំនួនជាបរទេសឬជនជាតិថៃគេធ្វើដំណើរតាមផ្លូវគោកចូលតាមច្រកប៉ោយប៉ែតមកសៀមរាបការនេះអាចថាទេសចរមួយចំនួនគាត់អាចបង្វែរហោះមកសៀមរាបបើសិនជានៅតែចង់មកគេអាចប្រើជើងយន្តហោះដែរបន្ទោះយ៉ាងណាក៏នឹងមានការប៉ះពាល់ជាអវិជ្ជមានគ្រាន់តែខ្ញុំជឿថានឹងមិនមានការវិវត្តទៅដល់នោះទេដល់ការបិទច្រកធំជាអន្តរជាតិនោះទេបាទលោកច័ន្ទសុផលក៏សម្គាល់ទៀតថាពលករខ្មែរដែលធ្វើការនៅប្រទេសថៃក៏អាចរងសម្ពាធពីការផ្សព្វផ្សាយព័ត៌មានអុចអាលឬប្រឌិតមួយចំនួនក្នុងពេលដែលកម្ពុជានិងថៃកំពុងមានទំនាស់ព្រំដែននៅតំបន់ខ្លះហើយមួយចំណែកទៀតក៏អាចពាក់ព័ន្ធដល់ស្ថិរអារម្មណ៍បងប្អូនពលករកម្ពុជាយើងដែលធ្វើការនៅប្រទេសថៃបើសិនជាពួកគាត់ចេះតែមើលព័ត៌មានអុចអាលមួយចំនួនដែលជាព័ត៌មានប្រឌិតផងជាព័ត៌មានគេបំភ័យផងអីចឹងទៅចឹងអាចមានប៉ះពាល់ស្ថិរអារម្មណ៍អាចមានបងប្អូនខ្លះចង់មកស្រុកវិញអីចឹងដែរហើយមែនទែនទៅប្រទេសថៃក៏ទទួលបានផលចំណេញដែរពីពលករខ្មែរយើងរាប់សែននាក់ដែលធ្វើការនៅប្រទេសថៃនោះតែលោកមាសនេះវិតម្លៃដែរថាខ្សែច្រវាក់ផលិតកម្មថៃអាចរងផលប៉ះពាល់គួរឲ្យកត់សម្គាល់ដែរបើពលករខ្មែរបង្ខំចិត្តចាកចេញពីទឹកដីថៃអញ្ចឹងរឿងនេះវាមិនមែនជារឿងប៉ះពាល់ពីទូទេបាទហើយរឿងទី2ទៀតដោយរឿងពលករខ្មែរអញ្ចឹងប្រសិនបើថៃធ្វើខ្លាំងហើយពលករខ្មែរនឹងរត់ចេញពីប្រទេសថៃនៅក្នុងរយៈពេលខ្លីគឺក៏មានប៉ះពាល់ដល់វិស័យផលិតកម្មខាងឧស្សាហកម្មរបស់ថៃផងដែរបាទជាការបង្ការការខាតបង់របស់ប្រទេសទាំងសងខាងនិងទប់ស្កាត់មិនឲ្យមានភាពចម្រូងចម្រាសកើតឡើងជាថ្មីនៅតាមព្រំដែនកម្ពុជានិងថៃលោកមាសនេះបញ្ជាក់បន្ថែមថារដ្ឋាភិបាលបច្ចុប្បន្នគួរមានជំហរប្រកបប្រជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃទាំងយន្តការទ្វេភាគីនិងអន្តរជាតិដើម្បីបិទគប់ថៃកុំឲ្យយករឿងនេះមកបង្កអរិភាពជាមួយកម្ពុជាពេលថៃមានបញ្ហាផ្ទៃក្នុងបាទដូច្នេះបើសិនជាយើងមិនធ្វើអីឲ្យច្បាស់លាស់នៅពេលនេះទេគឺវាចេញចូលដោយលក្ខខណ្ឌហ្នឹងហើយក្រោយកាលណាថៃគេចង់ប្រើឱកាសហ្នឹងដើម្បីចំណេញនយោបាយរបស់គេខាងក្នុងឬដើម្បីយកព្រៀបគេរុញភ្លើងហ្នឹងឲ្យមកឆេះនៅលើស្រុកនៅលើព្រំដែនយើងរហូតបាទអញ្ចឹងសារៈសំខាន់បំផុតខ្ញុំមិនលើកឡើងថាត្រូវ
ធ្វើអីបែបណាទេក៏ប៉ុន្តែក៏សូមឲ្យច្បាស់លាស់ដែរពីថ្ងៃទៅបើថាការចរចាគ្នាមានកំណត់ព្រំដែនអាហ្នឹងឲ្យមានការវាស់វែងឲ្យត្រឹមត្រូវបោះបកគោលទៅឲ្យវិជាលក្ខជាមួយគ្នាទៅប៉ុន្តែបើថាជាការប្តឹងទៅ ICJ ដូចជាយើងបានគ្រោងធ្វើហ្នឹងអាហ្នឹងបើធ្វើទៅបានក៏ធ្វើទៅបានប៉ុន្តែវាត្រូវការរដ្ឋាភិបាលបច្ចុប្បន្នកម្ពុជាយើងត្រូវការសម្រេចឲ្យច្បាស់លាស់កុំឲ្យទេដំណើរនៃការទាស់ទែងគឺវាបន្តទៅដល់ក្មេងជំនាន់ក្រោយទៀតដោយឡែកសាស្ត្រាចារ្យសេដ្ឋកិច្ចលោកបណ្ឌិតដូចដារិនបានស្នើឲ្យប្រជាពលរដ្ឋខ្មែររក្សាភាពស្ងប់ស្ងាត់ខណៈទាំងកម្ពុជានិងថៃក៏កំពុងចរចាពាណិជ្ជកម្មរឿងរនាំងពន្ធជាមួយសហរដ្ឋអាមេរិកក្នុងស្ថានភាពនេះប្រជាពលរដ្ឋកម្ពុជាគួររក្សាភាពអត់ធ្មត់ជាអតិបរមាបន្តភាពស្ងប់ស្ងាត់និងប្រកាន់ខ្ជាប់សេចក្តីថ្លៃថ្នូរជាជាតិខ្មែរម៉ោងនេះវាមិនមែនជាពេលសមស្របសម្រាប់ការសងសឹកសេដ្ឋកិច្ចគ្នាទេពីព្រោះកម្ពុជានិងថៃបាននិងកំពុងមានការចរចាជាបន្តជាមួយសហរដ្ឋអាមេរិកពីរឿងពន្ធបរិការវិវាទព្រំដែនគួរតែបានដោះស្រាយតាមមធ្យោបាយសន្តិវិធីផ្អែកលើច្បាប់អន្តរជាតិជាទូទៅការយកសង្គ្រាមឬការបិទច្រកព្រំដែនដោយភាគីថៃមិនអាចដោះស្រាយបញ្ហាបានទេកម្ពុជាតែងតែលើកកម្ពស់សុខសន្តិភាពជាអ្នកជិតខាងល្អនិងកិច្ចសហការជាពិសេសនៅក្រោមអាស៊ានក្នុងសំណុំរឿងវិវាទព្រំដែនឈានដល់ការបិទច្រកព្រំដែនជាឯកតោភាគីដោយប្រទេសថៃនេះប្រធានព្រឹទ្ធសភាលោកហ៊ុនសែនបានអះអាងថាលោកផ្ទាល់និងលោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតបានអំពាវនាវម្ដងហើយម្ដងទៀតសូមកុំពង្រីកទំនាស់ឲ្យរីករាលដាលដល់វិស័យផ្សេងរហូតដល់ការស្អប់ខ្ពើមជាតិសាសន៍លោកក៏អំពាវនាវដល់ពលរដ្ឋខ្មែររក្សានៅភាពថ្លៃថ្នូរភាពចាស់ទុំទន់ភ្លន់សុភាពរាបសារតែមើងម៉ាត់មិនទុកឲ្យបរទេសប្រមាថ